គប់បីខ្សែគប់រោគបុគ្គលមានសេចក្តីព្យាយាមជាអ្នកឧទ្ទិសខ្លួនដើម្បីបដិបត្តិធម៌នឹងដូច្នេះត្រង់នេះឯងដែលយើងត្រូវយល់ហើយធ្វើទីពឹងសម្រាប់ខ្លួនឯងណាមែនយើងអាចជាទីពឹងរបស់អ្នកដទៃបានគឺមិនបានទេយើងធ្វើទីពឹងសម្រាប់ខ្លួនឯងមានខ្លួនឯងជាទីពឹងនៅក្នុងកិច្ចប្រតិបត្តិគឺអត់មានអ្នកណាម្នាក់ជាអ្នកបដិបត្តិជំនួសយើងណាឬក៏ថាបើយើងនិយាយដោយភាសាសាមញ្ញធម្មតាហ្នឹងចេះជំនួសយើងអត់មានអ្នកណាចេះជំនួសយើងបានទេដូចយើងចង់រៀនចេះដេរអញ្ចឹងយើងត្រូវទៅរៀនខ្លួនឯងអញ្ចឹងទៅចង់ចេះជាគ្រូពេទ្យក៏ត្រូវទៅរៀនពេទ្យអញ្ចឹងទៅអត់អាចអ្នកណារៀនហើយយើងអ្នកចេះហ្នឹងគឺអត់ទេដូច្នេះការប្រតិបត្តិហ្នឹងគឺជារឿងរៀងខ្លួនដូច្នោះការទទួលពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធយើងត្រូវដឹងមានន័យថាគឺយើងនេះឯងខ្សែគប់ជាមួយនឹងបុគ្គលដែលមានសេចក្តីព្យាយាមណាមើលបុគ្គលណាដែលមាននៅសេចក្តីព្យាយាមជាប់តគ្នាមិនដាច់ខ្សែគប់ជាមួយបុគ្គលហ្នឹងដែលជាអ្នកឧទ្ទិសខ្លួនដើម្បីការប្រតិបត្តិដើម្បីការបដិបត្តិដូច្នេះបើបុគ្គលហ្នឹងគឺឧទ្ទិសខ្លួនដើម្បីបដិបត្តិហើយយើងខ្សែគប់ជាមួយនឹងបុគ្គលហ្នឹងគឺក៏បានទៅរួមគ្នាមានកតិជាមួយនឹងបុគ្គលនឹងដែរហ្នឹងហើយការប្រតិបត្តិនេះគឺប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធហ្នឹងគឺដែលយើងទទួលពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធទទួលឱវាទរបស់ព្រះអង្គព្យាយាមហ្នឹងគឺឧទ្ទិសខ្លួនដើម្បីប្រតិបត្តិណាហ្នឹងគឺជាចំណុចមួយដែលយើងដឹងដំណើរផ្លូវរបស់យើងដែលចូលមកកាន់ធម្មវិន័យរបស់ព្រះដ៏មានពភាពីព្រោះព្រះអង្គទ្រង់សម្ដែងហើយតថាគតបានត្រឹមតែប្រាប់រីឯកិច្ចបរិបត្តិនៅលើសាវកទាំងឡាយហើយព្រះអង្គច្បាស់លាស់ត្រង់នឹងហើយយើងមិនដាក់ខ្លួនដើម្បីបដិបត្តិណាមិនឧទ្ទិសខ្លួនដើម្បីការបដិបត្តិទេណាហ្នឹងគឺបាទសាធុទាំងសូមគោរពអរគុណបងប្អូនភក្តីហើយនឹងសូមគោរពនិស្សិតសាកលសាស្ត្រទាំងអស់ដោយសេចក្តីគោរពណាយើងបន្តការសិក្សាជាបន្តទៅទៀតទេជាការទទួលនៅពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធហើយឧទ្ទិសខ្លួនដើម្បីបដិបត្តិធម៌ណាហ្នឹងគឺយើងត្រូវដឹងថាហេតុអីបានយើងត្រូវស្ដាប់ត្រូវទទួលនៅពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធយើងត្រូវយល់ត្រង់ហ្នឹងទេណាគឺដែលយើងទទួលឱវាទពាក្យព្រានបដៅរបស់ព្រះអង្គហ្នឹងគឺដើម្បីជាអ្នកឧទ្ទិសខ្លួនដើម្បីបដិបត្តិធម៌ហ្នឹងគឺនៅក្នុងធម៌ដែលជាហេតុឲ្យកើតនៅវិរិយៈសម្ពោឆង្គៈនៅក្នុងសភៅសតបដ្ឋានភាវនាយើងហ្នឹងទំព័រ252ទៀតក្នុងពោឆង្គៈបពៈគប្បីការគប់រោគបុគ្គល
មានការព្យាយាមណាគប្បីសែបគប់រោគបុគ្គលមានសេចក្តីព្យាយាមជាអ្នកឧទ្ទិសខ្លួនដើម្បីបដិបត្តិធម៌នឹងដូច្នេះត្រង់នេះឯងដែលយើងត្រូវយល់ហើយធ្វើទីពឹងសម្រាប់ខ្លួនឯងណាមែនយើងអាចជាទីពឹងរបស់អ្នកដទៃបានគឺមិនបានទេយើងធ្វើទីពឹងសម្រាប់ខ្លួនឯងមានខ្លួនឯងជាទីពឹងនៅក្នុងកិច្ចប្រតិបត្តិគឺអត់មានអ្នកណាម្នាក់ជាអ្នកបដិបត្តិជំនួសយើងណាឬក៏ថាបើយើងនិយាយដោយភាសាសាមញ្ញធម្មតាហ្នឹងចេះជំនួសយើងអត់មានអ្នកណាចេះជំនួសយើងបានទេដូចយើងចង់រៀនចេះដេរអញ្ចឹងយើងត្រូវទៅរៀនខ្លួនឯងអញ្ចឹងទៅចង់ចេះជាគ្រូពេទ្យក៏ត្រូវទៅរៀនពេទ្យអញ្ចឹងទៅអត់អាចអ្នកណារៀនហើយយើងអ្នកចេះហ្នឹងគឺអត់ទេដូច្នេះការប្រតិបត្តិហ្នឹងគឺជារឿងរៀងខ្លួនដូច្នោះការទទួលពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធយើងត្រូវដឹងមានន័យថាគឺយើងនេះឯងខ្សែគប់ជាមួយនឹងបុគ្គលដែលមានសេចក្តីព្យាយាមណាមើលបុគ្គលណាដែលមាននៅសេចក្តីព្យាយាមជាប់តគ្នាមិនដាច់ខ្សែគប់ជាមួយបុគ្គលហ្នឹងដែលជាអ្នកឧទ្ទិសខ្លួនដើម្បីការប្រតិបត្តិដើម្បីការបដិបត្តិដូច្នេះបើបុគ្គលហ្នឹងគឺឧទ្ទិសខ្លួនដើម្បីបដិបត្តិហើយយើងខ្សែគប់ជាមួយនឹងបុគ្គលហ្នឹងគឺក៏បានទៅរួមគ្នាមានកតិជាមួយនឹងបុគ្គលនឹងដែរហ្នឹងហើយការប្រតិបត្តិនេះគឺប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធហ្នឹងគឺដែលយើងទទួលពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធទទួលឱវាទរបស់ព្រះអង្គព្យាយាមហ្នឹងគឺឧទ្ទិសខ្លួនដើម្បីប្រតិបត្តិណាហ្នឹងគឺជាចំណុចមួយដែលយើងដឹងដំណើរផ្លូវរបស់យើងដែលចូលមកកាន់ធម្មវិន័យរបស់ព្រះដ៏មានពភាពីព្រោះព្រះអង្គទ្រង់សម្ដែងហើយតថាគតបានត្រឹមតែប្រាប់រីឯកិច្ចបដិបត្តិនៅលើសាវកទាំងឡាយហើយព្រះអង្គច្បាស់លាស់ត្រង់នឹងហើយយើងមិនដាក់ខ្លួនដើម្បីបដិបត្តិណាមិនឧទ្ទិសខ្លួនដើម្បីការបដិបត្តិទេណាហ្នឹងគឺមានន័យថាយើងមិនអាចជាច្បាស់នៅធម៌នឹងបានទេណាដូច្នេះវាត្រូវដាក់ខ្លួនដើម្បីការបដិបត្តិឧទ្ទិសខ្លួនដើម្បីការបដិបត្តិនឹងបានយើងអាចប្រព្រឹត្តទៅដោយការជាច្បាស់នៅក្នុងធម៌នឹងបានបន្ទាប់ពីយើងទទួលពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធណាពិចារណាកាយក្នុងកាយដែលយើងបានសិក្សាហើយនឹងហើយអានសិក្សាសង្កេតពិនិត្យស្ដាប់ឡើងវិញដើម្បីមាននៅយោនិសោមនសិការៈនឹងបានត្រឹមត្រូវទៀតដូចយើងសិក្សានៅក្នុងបរិគោមនសិការៈឬក៏តិចទៀតចូលទៅដល់ធាតុមនសិការៈក្នុងអាការៈ32អីហ្នឹងគឺដើម្បីសង្កេតពិនិត្យណានៅក្នុងអត្តភាពរៀងខ្លួនហ្នឹងណាផ្ដើមលះបង់នៅសេចក្តីសម្គាល់ថាយើងជាប្រុសណាលះបង់នៅសេចក្តីសម្គាល់ថាយើងជាស្រីគឺត្រូវផ្ដើមចេញពីត្រង់ហ្នឹងទៅដូចជាអាការៈ32មានសក់រោមកញ្ចក់ធ្មេញស្បែកហ្នឹងមួយណាហ្នឹងក៏អត់មែនជាប្រុសជាស្រីឬក៏ធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ហ្នឹង
ពុទ្ធបរិស័ទយើងយកដុំដីមួយដុំទឹកមួយផ្តិលខ្យល់បក់ត្រូវស្លឹកឈើភ្លើងឆេះអកជាដើមហ្នឹងតែយើងគួរនឹងនិយាយថាជាប្រុសជាស្រីដែរទេក្នុងធាតុដីទឹកភ្លើងខ្យល់ខាងក្រៅអត់មែនបុរសស្ត្រីមិនមានចេតនាយ៉ាងណាក៏ដីទឹកភ្លើងខ្យល់ខាងក្នុងហ្នឹងក៏មិនមែនជាបុរសស្ត្រីដែរហើយដតីអំពីរូបគឺនាមមិនមែនដតីអំពីរូបគឺស្ត្រីឬក៏បុរសទេណាវាអត់មានវត្ថុណាឬថារបស់ហ្នឹងដតីពីរូបគឺប្រុសអត់ទេណាដតីអំពីរូបគឺនាមណាមានន័យថារឿងដែលមិនមែនរូបទាំងអស់ហៅថានាមឬក៏សភាវៈដែលមិនមែនជារូបទាំងអស់ហៅថានាមហើយរូបមានអីមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុហើយដែលមិនមែនជារូបទាំងអស់ហៅថានាមនឹងនៅក្នុងសាមណេរបញ្ហាបេដកអត្ថកថាលេខ32ទំព័រ129អ្វីឈ្មោះថាពីរនឹងលើកក្នុងអត្ថកថាតែម្ដងព្រះសាស្តាទ្រង់មានព្រះហឫទ័យដែលព្រះថេរៈធ្វើឲ្យត្រេកអរដោយការព្យាករនេះយ៉ាងនេះហើយទើបត្រាស់សួរបញ្ហាក្រៃលែងឡើងដូចនៃដំបូងថាអ្វីឈ្មោះថាពីរព្រះថេរៈពោលដដែលថាទ្វេទូលតបដោយទេសនាជាបុគ្គលាទដ្ឋានថាគឺនាមនិងរូបបណ្ដាននាមនិងរូបនោះរឿងដែលមិនមែនរូបទាំងអស់លោកហៅថានាមអញ្ចឹងអ្វីខ្លះជារូបទៀតណាជាសក់រោមកញ្ចក់ធ្មេញស្បែកជាដើមណារហូតដល់ទឹកភ្នែកទឹកសម្បោរខ្លាញ់ខាប់ខ្លាញ់រាវអីហ្នឹងគឺរូបដែលធាតុមានធាតុធំធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុអញ្ចឹងរឿងដែលមិនមែនរូបទាំងអស់គឺនាមលោកហៅថានាមព្រោះបង្អោនមុខកាន់អារម្មណ៍តែមួយយ៉ាងព្រោះជាហេតុបង្អោនចិត្តទៅតែមួយយ៉ាងណានាមធម៌ហ្នឹងគឺបង្អោនចិត្តទៅយើងមើលវាមានធម្មជាតិបង្អោនទៅដើម្បីដឹងអារម្មណ៍ចំណែកឯសក់រោមកញ្ចក់ធ្មេញស្បែកអីនេះដូចកញ្ចក់នៅចុងម្រាមដៃយើងអត់ដែលបង្អោនទៅដើម្បីដឹងអីទេអាហ្នឹងជារូបហ្នឹងហើយរឿងដែលមិនមែនរូបទាំងអស់គឺនាមមិនមែនប្រុសមិនមែនស្រីទេណាមិនមែនរឿងដែលមិនមែនរូបគឺប្រុសគឺស្រីមិនមែនរឿងទាំងអស់ដែលមិនមែនរូបហ្នឹងគឺជានាមអត្ថកថាមួយទៀតលោកបានបញ្យល់ថាដតីអំពីរូបគឺនាមមិនមែនប្រុសមិនមែនស្រីទេមិនមែនដតីអំពីរូបយើងមិនមែនដតីអំពីរូបគឺបុរសដតីអំពីរូបគឺស្ត្រីអត់ទេដតីអំពីរូបគឺនាមអញ្ចឹងទៅវាត្រឡប់មកវាមានតែនាមនិងរូបនឹងឯងនឹងដែលយើងឲ្យបានជាច្បាស់រឿយហើយត្រឡប់មកពិចារណាឃើញថាចុះបើវាមាននាមនិងរូបអញ្ចឹងអាសេចក្តីត្រេះរិះថាយើងជាស្រីជាប្រុសហ្នឹងឃើញទេអាហ្នឹងជាសេចក្តីត្រេះរិះខុសបានពីខុណីលោកពោលមានថាបានប្រសិនបើអ្នកណាត្រេះរិះថាយើងជាស្រីជាប្រុសឃើញទេអាហ្នឹងនិយាយមួយគេបានតែយើងមិនបានត្រេះរិះថាយើងជាស្រីទេមិនបានត្រេះរិះថាយើងជាប្រុសទេវាមានតែនាមនិងរូបហ្នឹងសេចក្តីពិតដែលត្រូវសច្ចញាណកើតឡើងណាឲ្យបានសច្ចញាណត្រង់ហ្នឹងញាណដែលដឹងក្នុងសេចក្តីពិតដឹងក្នុងសច្ចធម៌ឬក៏ថាទិដ្ឋិវិសុទ្ធិការឃើញដ៏បរិសុទ្ធដែលគ្រប់គ្នាទាំងអស់ហ្នឹងពិចារណាឲ្យបានឃើញត្រង់ហ្នឹងគ្រប់គ្នាវាអត់មានជាបុគ្គលបរិសុស្ត្រីអញ្ចឹងយើងវាអត់មានរឿងជាមួយនរណាវាមានតែរូបនិងនាមទេណាយើងវាអត់មាននៅក្នុងកង្វល់របស់អ្នកដតីហើយអ្នកដតីក៏អត់មាននៅក្នុងកង្វល់របស់យើងដែរគ្រាន់តែប្រតិបត្តិដើម្បីធ្វើនៅទីបំផុតនៃសេចក្តីទុក្ខហ្នឹងណាអាហ្នឹងគឺបដិបត្តិនៅក្នុងផ្លូវដែលអត់កង្វល់យើងក៏អត់មាននៅក្នុងកង្វល់របស់អ្នកដតីហើយអ្នកដតីក៏អត់មាននៅក្នុងកង្វល់របស់យើងពីព្រោះដតីពីរូបគឺនាមវាមិនមែនដតីពីរូបគឺប្រុសស្រីខ្លួនយើងខ្លួនគេមិនមែនទេធម្មជាតិដែលដឹងច្បាស់ហ្នឹងគឺនាម
ត្រង់ហ្នឹងដែលយើងកំណត់នាមរូបហ្នឹងដោយការពិចារណាកាយវេទនាចិត្តធម៌ហ្នឹងទៀតណាបណ្ដានាមនឹងរូបនោះរឿងដែលមិនមែនរូបទាំងអស់លោកហៅថានាមព្រោះបង្អោនមុខកាន់អារម្មណ៍មួយយ៉ាងព្រោះជាហេតុបង្អោនចិត្តទៅតែមួយយ៉ាងតែក្នុងទីនេះលោកបំណងយកធម៌ដែលមានអាសវៈណាសំបីធម៌ដែលមានអាសវៈហ្នឹងគឺនាមរូបហ្នឹងទីតាំងនៃអាសវៈណាគ្រឿងត្រាំនោះទេណាព្រោះជាហេតុនៃនិព្វទាគឺការនឿយណាយឯមហាពុទ្ធរូប4និងរូបទាំងអស់ដែលអាស្រ័យមហាពុទ្ធរូបនោះប្រព្រឹត្តទៅលោកហៅថារូបព្រោះអត្ថាបែកធ្លាយរូបនោះក្នុងទីនេះលោកបំណងយកទាំងអស់តែព្រះថេរៈពោលក្នុងទីនេះឈ្មោះថាពីរគឺនាមនិងរូបក៏ដោយបំណងនេះឯងណារបស់ដែលមានពីរគឺនាមនិងរូបហ្នឹងទេណាមនាលភិក្ខុទាំងឡាយកាលបើភិក្ខុនឿយណាយដោយប្រពៃរមែងធ្វើនៅទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបានធัวពីរគឺអ្វីគឺនាមមួយរូបមួយមនាលភិក្ខុទាំងឡាយកាលបើភិក្ខុនឿយណាយដោយប្រពៃរមែងធ្វើនៅទីបំផុតនៃទុក្ខក្នុងបច្ចុប្បន្នបានពាក្យណាដែលតថាគតពោលថាបញ្ហាពីរឧទេសពីរវៃយាករពីរដូច្នេះពាក្យនោះតថាគតពោលហើយព្រោះអាស្រ័យហេតុនេះឯងណាបញ្ហាពីរវៃយាករពីរហ្នឹងគឺនាមមួយរូបមួយនឹងឯងទៀតនឹងប្រព្រឹត្តទៅដើម្បីធ្វើនៅទីបំផុតនៃសេចក្តីទុក្ខហ្នឹងដល់តែពេលឃើញនាមនឹងរូបទៅរមែងមិនត្រេកអរណាមិនត្រេកអរនឹងខ្លួនដែលអាស្រ័យរូបមិនត្រេកអរនឹងខ្លួនដែលអាស្រ័យនាមវាអត់មានទិដ្ឋិថាខ្លួនព្រោះអាស្រ័យរូបនឹងនាមនឹងទៀតទេណាអាហ្នឹងប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយនឹងទៅត្រេកអរថានាមនឹងរូបនឹងជាខ្លួនដូចម្ដេចរូបផ្សេងនាមផ្សេងអញ្ចឹងមកទៀតហ្នឹងហើយដែលប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយអាហ្នឹងដែលជាការអប់រំចម្រើននៅសតិប្បដ្ឋានពិចារណាកាយវេទនាចិត្តធម៌ហ្នឹងទៀតអាហ្នឹងឲ្យចម្រើនបញ្ញាអញ្ចឹងហើយបើយើងនៅត្រេះរិះថាយើងនឹងគឺជាបរិសុទ្ធយើងនឹងជាស្ត្រីទៀតអានេះការត្រេះរិះទាំងស្រុងហ្មងកាន់យកផ្លូវឆ្វេងអត់រួចផុតចាកទុកទេណាកាន់យកផ្លូវបែកពីព្រះអរិយបុគ្គលណាដែលនៅមានសេចក្តីត្រេះរិះថាយើងជាប្រុសណាបុគ្គលណាដែលនៅមានសេចក្តីត្រេះរិះថាយើងជាស្រីនេះជាការកាន់យកផ្លូវបែកពីព្រះអរិយបុគ្គលណាកាន់យកផ្លូវឆ្វេងហើយបែកពីព្រះអរិយហើយអាហ្នឹងចូលទៅកាន់ផ្លូវមាហើយទៅដឹងខ្លួនអញ្ចឹងទេណាអញ្ចឹងនៅក្នុងសេចក្តីនេះដែលយើងត្រូវបានជាច្បាស់ទេណាពិចារណារឿយទៀតហើយចាំយើងត្រេះរិះថាយើងជាប្រុសត្រេះរិះថាយើងជាផ្លូវសេចក្តីត្រេះរិះនេះជាមិច្ឆាសង្កបៈណាគឺជាផ្លូវខុសជាសេចក្តីត្រេះរិះដែលកាន់យកផ្លូវបែកពីព្រះអរិយបុគ្គលទៀតនឹងក្នុងសង្សារវដ្តនឹងយូរណាស់ហើយតើដែលយើងត្រេះរិះថាយើងជាប្រុសយើងជាស្រីហ្នឹងព្រោះអត់មានអ្នកប្រាប់តែឥឡូវណាព្រះអង្គទ្រង់ត្រាស់ដឹងឡើងនៅក្នុងលោកព្រះអង្គត្រាស់សម្ដែងប្រាប់មិនមែនបរោះស្ត្រីទេមិនមែនសត្វបុគ្គលទេជារូបធម៌នាមធម៌ហ្នឹងដែលយើងត្រូវត្រេះរិះមកតាមព្រះអរិយបុគ្គលកុំឲ្យត្រេះរិះបែកផ្លូវពីព្រះអរិយទៀតណាហើយតែត្រេះរិះបែកផ្លូវពីព្រះអរិយហើយកិលេសបានដៃហើយទៀតហើយវាបោកបក់វាធ្វើឲ្យយើងហ្នឹងក្តុកក្តួលសៅមងសោកសៅកន្ទក់កន្ទិញខឹងពៀវរាគ្រប់បែបយ៉ាងពីព្រោះអាសេចក្តីត្រេះរិះថាខ្លួននឹងឯងទៀតជាប្រុសជាស្រីនឹងឯងហ្នឹងអញ្ចឹងនៅក្នុងសេចក្តីខាងដើមនេះប៉ុណ្្នឹងចុះទេណាជូនទៅបងអូនភក្តីដើម្បីបន្តមេរៀនយើងតទៅទៀតបើយើងអានខាងនោះចប់ហើយក៏បន្តទៅបព្វតទៅមុខទៀតចុះទេណាបាទសូមគោរពអរគុណទៀតបាទសាធុទាំងសូមត្រេកអរជ្រះថ្លាក្នុងព្រះធម៌ដែលយើងបានស្ដាប់មកចឹងទៅធ្វើឲ្យយើងនឹករលឹកឃើញទោះបីមានអត្តភាពមានសក់មានរោមកញ្ចក់ធ្មេញស្បែករហូតមកដល់ឆ្អឹងនឹងក៏ដោយមកដល់បានជាដុំសាច់នឹងក៏ដោយក៏នៅតែមិនមែនជាបរិសុទ្ធស្ត្រីជាសត្វបុគ្គលទេជាគំនោនៃសង្ខារធម៌សុទ្ធណា
chia cùng nô này rúp chia cùng nô này niệm tôi nước nòng bày tỏ ta cái thà lên mà phây ní tầm bò bày cài cầm bốn dễ nó trôi từ xua vọn nè anh tất cả sâu nè anh tất cả dễ nó bàn trôi từ quả premium bậc hiệp hay có pol kia thả thàประอย่างหลายมันโปลในรูปท่าชีวิตเตมันโปลในรูปท่าชีวิตนั้นมันโปลในรูปนั้นท่าชีสัตว์ชีบุคคลละเจ้าสัตว์นี้บานสลายระนี้โดยให้โดยมาได้จะอันหนึ่งดมซักทลามระบอบสัตว์นุกบานโมปีนาเจ้าสัตว์นี้ทัดในขนมโกะโดยมาได้นังบาเซนยีประโพดอย่างหลายมันโปลในรูปนังท่าเชียจีวัดท่าเชียสัตว์ท่าเชียบุคคลละไอ้เยอะนังสู่ท่าเจ้าสัตว์นี้บานสลายระนี้โดยให้โดยมาได้จังหนึ่งดมสัตว์ทลามระบอบสัตว์นุกบานบอกปีนาจังหนึ่งนองสัตว์เยอะนักบานบอกปีนาโดยยังประเด็นสันติหนึ่งนองเตยระบอบเมียดาไอ้จังบานปีใบสัตว์ประดาไอ้จังเวียเชี่ยดมสัตว์เตยโดยปงมอนยังเตยเมียนใดเมียนเชิงไอ้เพลียมได้เด่นนั่นไอ้หนึ่งนองยังเมื่อหนึ่งนองปงมอนกับหอมเมียนจังเมียนสลาไปนะเราไปอยู่เตยเราจังเราสลาบเจนเหมายังเคยอย่างนี้ยังสมัยเมื่อเด็กน้องเรื่องปงมอนนะเลยยังนักน้องเตยเมียดานั่งโดยเนียเด่นจังเตยว่าดอกจังดอยนักน้องสัตว์นังเตยเมียนบริเวณเมียนกระจอยเมียนในจะเจี๊ยจะมองไอ้จังเตยจังเยอะนั่งกดชงอถ้าแบบประพุทธอย่างหลายนั่งมันโปลถ้ารูปนั่งจีจีวัดคือจีสัตว์บุคคลนั่งเตยเจ้าสัตว์นั่งปานสลายระนั่งเมาโดดมาได้เตียงจังเตียงดมสัตว์ไอ้นั่งเตียนบ้านปรองตรงตราธากะละรูปกะจีดมบงกะละรูปนั่งละแต่เนเปได้เมียดาใบดาจูบเนียจังเต้าอยู่บานจีดมเนาะตึกนั่งละโต้แมนเต้นกะละรูปนั่งลูกเปรียบโดยจิตาจัวจงตรีนั่งจะตะเลตึกนั่งเตอให้รล้อประปีดองเตอจุ่มน้อยตึกนั่งจวบนั่งจงตรีนั่งบานปัญหากะละรูปนั่งโตปัญนั่งกะละรูปกาจีดมบงต่ออัมพีกะละรูปมกกาจีอัมปุเตะรูปต่อปีอัมปุเตะรูปมกกาจีเปเสรูปต่อปีเปเสรูปมกกาจีเขเนรูปต่อปีเขเนรูปมกกาจีสาขารูปต่อหมกเทียเติบกาดเซาะร่มกระจอกไอ้เมียดาระบอบสัตว์นู้บริโภคโคจรนะถูกใบกระไดตึกกระไดสัตว์นู้ได้ทัดในขนมเตยในเมียดานู้ก่อนยังอัตเพียบอ้อยบุปผเตยโดยโคจรนู้นั่นให้มีนักธาตุธาปัญโยนั่งถ้ากะละรูปนั่งโดยมาได้เนี่ยอัตถธามวยปีใบบุญตุ่มโปอัฐกถาจำปุตบริษัทยังโจจะเมื่อครูนไอแต่อัฐกถาเป็นโยไลแต่กะละเฮาเตอัมปุเตียงเนี่ยกะละนุกันลองเตบาผมเปิดไงไอยังใบนั้นให้ขังเลือโลกเป็นโยลถ้ากะละรูปนั้นรูปแต่โตยละนั้นโดยบัดใดเจ้จำเตเมื่อนะอัฐกถานั่งเตยเตียนจังยังอ่านสลับจังออกเนี่ยติดเตยไหนจังคนนี้จังอาณาธกถานั่งติดอันเด็กกะโซดจ้าสาธุเตียนนี่ยังสมโอเคอัมปีลูกรู้ปรมแตงองชุมนุมบานอ่านในขนมแปรธกถาตุ่มปอบุญรอยใบดอกเลขอภัยอันเถกะโซนในขนมอันเถกะโซตีมวยในยะสังยศก็ใบเชรวินิชัยโดยต่อเตินนี้บอดท้าอันเถกะสะคือยะเนเนียพนมกัจโกดปัดหายพนมนี้เมียนชัวโมกอัมปียะอันแตะนังกัมปูลพนมโกดนังอัมปีกัมปูลพนมจีมวยนังยะบอดท้ารูปังเนะจีวอนเตะ
វៈតន្តិសេចក្តីថាបើព្រះពុទ្ធទាំងឡាយមិនពោលរូបទាំងនេះថាសត្វបុគ្គលបទថាកថាំងធ្វៈយ៉ាងកាត់បទថាកថាំងនុអយ៉ាងបទថាកុតស្សៈអដ្ឋិយកបិណ្ឌមេតិសេចក្តីថាឆ្អឹងនឹងដុំសាច់របស់សត្វនោះមកអំពីណាក្នុងពាក្យនេះលោកកាន់យកឆ្អឹង300កំណាត់ដោយស័ព្ទថាអដ្ឋិដុំសាច់900ដោយស័ព្ទថាយកបណ្ឌៈសួរថាបើរូបមិនមែនជាជីវៈកាលបើដូច្នោះឆ្អឹងទាំងនេះនិងដុំសាច់ទាំងនេះរបស់សត្វមកអំពីណាបទថាកថាំងនវយ៉ាងសច្ចតិគុំភៈស្មឹងសេចក្តីថាសត្វនេះជាប់នៅគឺជំពាក់នៅកើតក្នុងគភ៌របស់មាតាដោយហេតុអ្វីណបានឮថាយៈនេះច្រើននិយាយតែបុគ្គលដែលកាន់យកថាសត្វកើតក្នុងគភ៌របស់មាតាដោយការនៅរួមតែមួយលើកដូច្នេះទើបពោលយ៉ាងនេះដោយយល់ឃើញថាមាតារបស់សត្វដែលកើតក្នុងគភ៌រមែងបរិភោគត្រីនិងសាច់ជាដើមត្រីនិងសាច់ជាដើមទាំងពួងត្រូវដុតត្រឹមតែមួយយប់ក៏នឹងរលាយទៅដោយពពុះទឹកបើរូបមិនក៏បីជាសត្វក៏បីរលាយទៅយ៉ាងនេះលំដាប់នោះកាលព្រះមានព្រះភិក្ខទ្រង់សម្ដែងដល់យៈនោះថាសត្វមិនបានកើតក្នុងគភ៌របស់មាតាដោយការនៅរួមគ្នាតែម្ដងប៉ុណ្ណោះចម្រើនឡើងតាមលំដាប់ទើបត្រាស់បឋមង្គកលលੰហោតិជាដើមក្នុងបទទាំងនេះបទថាបឋមង្គសេចក្តីថាឈ្មោះថាទេសៈឬថាពោសៈរមែងមិនព្រមគ្នានឹងបដិសន្ធិវិញ្ញាណដំបូងទេតាមពិតកលលៈមានប្រមាណប៉ុនដំណក់ប្រេងល្ងដែលតាំងនៅត្រង់ចុងសរសៃអំបោះដែលធ្វើដោយសរសៃរួមសត្វ3សរសៃលោកពោលដោយសេចក្តីថាដំណក់នៃប្រេងល្ងថ្លាមិនល្អក់យ៉ាងណាដែលហៅថាកលលៈមានពណ៌ដូចប្រេងល្ងយ៉ាងនេះបទថាកលលៈហោតិអំពុទាំងសេចក្តីថាកាលកលលៈនោះកន្លងទៅបាន7ថ្ងៃក៏មានពណ៌លឿងដូចទឹកលាងសាច់ទើបឈ្មោះថាអំពុតៈឈ្មោះថាកលលៈក៏វិនាសបាត់ទៅសមដូចពាក្យដែលលោកពោលទុកថាកលលៈនោះនៅបាន7ថ្ងៃកាលរូបនោះចាស់មានសភាពខាប់ឡើងផ្លាស់រូបរាងនោះកើតអំពុតៈបទថាអំពុទាជាយតេបេសិសេចក្តីថាកាលអំពុតៈនោះកន្លងទៅបាន7ថ្ងៃក៏កើតជាបេសិដូចសំណបាហាំងរាវបេសិនោះក៏បីសណ្ដែងដោយស្ករអំពៅនិងគ្រាប់ម្រេចពិតហើយក្មេងអ្នកស្រុកយកម្រេចទុំខ្ចប់ត្រង់ជាយសម្ពុតចាប់យកតែចំណែកដែលល្អដាក់ក្នុងអំបែងដែលហាលក្តៅគ្រាប់ម្រេចនោះស្ងួតទៅរមែងរបូតចាកសម្បកទាំងអស់បេសិមានរូបយ៉ាងនេះឈ្មោះថាអំពុតៈក៏វិនាសទៅសមដូចលោកពោលថាអំពុតៈតាំងនៅបាន7ថ្ងៃកាលរូបនោះមានសភាពកាន់តែខាប់ឡើងផ្លាស់រូបរាងនោះកើតជាបេសិបទថាបេសិនិពតិខណូសេចក្តីថាកាលបេសិនោះកន្លងទៅបាន7ថ្ងៃដុំសាច់ឈ្មោះថាខណៈមានសន្តានប៉ុនពងមាន់កើតឡើងឈ្មោះថាបេសិក៏វិនាសទៅសមដូចលោកពោលទុកថាបេសិតាំងនៅបាន7ថ្ងៃកាលរូបនោះខាប់ឡើងផ្លាស់ប្ដូររូបរាងនោះកើតជាខណៈមានទ្រង់ទ្រាយនៃខណៈកើតឡើងព្រោះហេតុនៃកម្មដោយពងមាន់កើតជាដុំមូលដោយជុំវិញបទថាខនីចៈសាខាជាយន្តិសេចក្តីថាក្នុងសប្តាហ៍ទី5កើតជាពក5កន្លែងដើម្បីជាដៃ2ជើង2និងក្បាល1
ដូចមានព្រះពុទ្ធតម្រាស់ថាមនាលភិក្ខុទាំងឡាយក្នុងសប្តាហ៍ទី5ដោះពកឡើង5កន្លែងតាមកម្មដូចនេះបន្ទាប់អំពីនេះទ្រង់សង្ខេបទេសនាកន្លងសប្តាហ៍ទី6និងទី7ជាដើមកាលទ្រង់សម្ដែងយកវេលាដែលកន្លងទៅ42សប្តាហ៍ទើបត្រាស់ថាកេសាសក់ជាដើមក្នុងបទទាំងនោះបទថាកេសាលោមាអ្នកខាបេចៈសេចក្តីថាសក់ទាំងនេះជាដើមដុះឡើងក្នុង42សប្តាហ៍បទថាតេអ្នកសោតដ្ឋៈយាបេតិសេចក្តីថាពិតហើយខ្សែផ្ចិតតាំងឡើងអំពីផ្ចិតរបស់ទារកនោះជាប់ជាមួយនឹងផ្ទៃនៃមាតាខ្សែផ្ចិតនោះជារុនដូចតងឈូករសអាហារជ្រាបចូលទៅតាមខ្សែផ្ចិតនោះដូចរូបដែលមានអាហារជាសមុទ្ឋានឲ្យតាំងឡើងទារកនោះរស់នៅបាន10ខែដោយប្រការដូចនេះបទថាមេតុកុច្ឆេកតោអ្នករោសេចក្តីថាជននៅក្នុងផ្ទៃមាតាគឺនៅក្នុងពោះព្រះមានព្រះភិក្ខទ្រង់សម្ដែងថាមនាលយៈសត្វនេះចម្រើនឡើងក្នុងផ្ទៃរបស់មាតាតាមលំដាប់មិនមែនកើតដោយការនៅរួមគ្នាតែម្ដងអន្តកៈសូត្រចប់សូមអនុមោទនាចាលោកគ្រូនាងខ្ញុំបានអារាធនាអត្ថកថាអន្តកៈសូត្របានបញ្ចប់កូនសិស្សសូមគ្រប់ជូនទៅលោកគ្រូវិញទៀតចាសូមគ្រប់អរគុណណាសាធុទៀតដោយក្តីជ្រះថ្លានៅក្នុងព្រះធម៌ណាយើងចង់ដឹងពីកាលយើងកើតនៅក្នុងផ្ទៃមេដានឹងយ៉ាងណាមើលប្រសូតនឹងទៅដឹងហើយទៀតណាបដិសន្ធិនៅក្នុងផ្ទៃនៃមេដានឹងហើយយៈនឹងគាត់ឆ្ងល់គាត់ថាសាច់បរិភោគចូលក្នុងពោះតែ2ថ្ងៃហ្នឹងវាលាយទៅអស់ហើយតែមួយថ្ងៃហ្នឹងវាទៅជាលាមកអស់បាត់ហើយចុះបើសាច់ដែលបដិសន្ធិនៅក្នុងផ្ទៃនៃមេដានឹងមានសាច់មានដុំថ្លើមហើយបើមិនមែនសត្វទេវាមកទៅរលាយដូចសាច់ដែលគេបរិភោគហ្នឹងបន្តបងទៅចេញទៅអស់បាត់ហើយជាហ្នឹងគាត់ឆ្ងល់អញ្ចឹងណាណាអញ្ចឹងមិនក៏ពុទ្ធទាំងឡាយពោលថាមិនសត្វអញ្ចឹងយាហ្នឹងឆ្ងល់រឿងហ្នឹងយកគិតថាគាត់បរិភោគសាច់ហើយតែមួយថ្ងៃពីរថ្ងៃហ្នឹងបន្តបងមូលលាមកអាសាច់នៅក្នុងពោះហ្នឹងរលួយទៅអស់ហើយអញ្ចឹងបើវាមិនមែនសត្វទេបើសាច់នៅក្នុងខ្លួនរបស់មេដាហ្នឹងវាត្រូវរលួយទៅអស់ដូចគ្នាអញ្ចឹងយាហ្នឹងឆ្ងល់អញ្ចឹងណាញាតិញោមចេះឆ្ងល់ដូចយៈនឹងដែរទេណាហ្នឹងហើយទៅបានព្រះអង្គសម្ដែងនេះការបដិសន្ធិនៅក្នុងផ្ទៃរបស់មេដាហ្នឹងមកយើងនេះសប្តាហ៍ទី4ប្រពន្ធពងមាន់នេះណានៅក្នុងផ្ទៃនៃមេដាហ្នឹងណារៀងដូចពងមាន់អីចឹងវាអត់តន់ចេញទៅជាបញ្ចសាខាក្បាលមួយដៃពីរជើងពីរឯងតសប្តាហ៍ទី5ហើយបានចាប់ផ្ដើមមកដល់កើតថ្ងៃទៅជាចំមុះដាទៅដល់សប្តាហ៍42សប្តាហ៍កន្លងទៅអានឹងបានមានសក់ហ្នឹងអានឹងខាងពេទ្យអីហ្នឹងគេដឹងហើយត្រូវវិវត្តប្រែប្រួលយ៉ាងម៉េចហ្នឹងយើងនៅក្នុងផ្ទៃនៃមេដាហ្នឹងអញ្ចឹងប៉ុន្តែហ្នឹងគឺជាការប្រព្រឹត្តទៅនៃនាមនិងរូបទេមិនមែនជាសត្វជាបុគ្គលទេទៀតណាអញ្ចឹងដល់ពេលយើងសិក្សាមកនៅក្នុងហ្នឹងអាការចិញ្ចឹមផ្ទៃរបស់ទារកនៅក្នុងពោះរបស់មេដាហ្នឹងមិនមែនម្ដាយហូបទៅហើយទារកហ្នឹងហូបបន្តឯណាទេណាមានក្មេងមានអីហូបបន្តទេទារកនៅក្នុងផ្ទៃហ្នឹងអត់ទាន់បើកភ្នែកអត់ទាន់បើកមាត់ហើយក៏អត់ទាន់ដកដង្ហើមដែរតែអត់ស្លាប់ទេតែអាហារដែលចិញ្ចឹមទារកនៅក្នុងផ្ទៃហ្នឹងគឺវាមានអាទងផ្សិតហ្នឹងដោះមកជាប់នឹងផ្ទៃរបស់មេដាហ្នឹងហើយអាហារហ្នឹងវាជ្រាបចូលតាមអាទងផ្សិតចូលមកក្នុងពោះយើងនេះណាហ្នឹងនៅក្នុងផ្ទៃបរិភោគអាហារហ្នឹងតាមទងផ្សិតហ្នឹងអញ្ចឹងទេណាអញ្ចឹងហើយបានចាស់ពីដើមហ្នឹងនៅពេលស្ត្រីដែលចិត្តគ្រប់ខែហ្នឹងគាត់មិនអោយលើកដៃខ្ពស់ឈោងយកអីទេខ្លាចរបូតទងផ្សិតដល់ពេលរបូតទងផ្សិតហ្នឹងមានន័យថារបូតទងផ្សិតពីផ្ទៃរបស់មេដាហ្នឹងទៅអាហារវាអត់ចូលទីរក់ហ្នឹងត្រូវស្លាប់ក្នុងផ្ទៃហើយអញ្ចឹងគេត្រូវប្រយ័ត្នណាខ្លាចរបូតទងផ្សិតហ្នឹងកុំអោយលើកដៃអីធ្ងន់អញ្ចឹងទៅណាគេប្រយ័ត្នឡើងហ្នឹងឬចាស់ប្រាប់មកពីព្រោះទីរក់នៅក្នុងផ្ទៃហ្នឹងមិនមែនម្ដាយហ្នឹងហូបបាយទៅទីរក់ហ្នឹងហូបបន្តទៅទៀតទេណាមានន័យថាអាហារហ្នឹងគឺចូលតាម
តួងផ្សិតហ្នឹងតួងផ្សិតហ្នឹងជាប់នឹងផ្ទៃរបស់មេដាចាំសួរអ្នកគ្រូពេទ្យលោកគ្រូពេទ្យទៅជាប់តាណាគាត់ដឹងហើយហ្នឹងអញ្ចឹងរឿងនៅក្នុងផ្ទៃហ្នឹងអញ្ចឹងទេណាអញ្ចឹងសេចក្តីនេះក៏ប៉ុណ្្នឹងទៅយើងបានសិក្សាជូនទៅអ្នកគ្រូពេទ្យតើអ្នកគ្រូពេទ្យទៅបានច្បាស់ណាសូមគោរពអញ្ជើញទេណាបាទសូមគោរពអរគុណទៀតបាទហើយចាំជូនទៅបងអូនភក្តីចប់ចុះទៀតបាទចាសាធុសូមគោរពអរគុណបងមិញអត់បានឮលោកគ្រូបកន្លែងហ្នឹងដូចដាច់សម្លេងចាសូមគោរពអរគុណភក្តីនឹងនេះខ្ញុំក៏សូមឱកាសអំពីសំណាក់លោកគ្រូក៏ដូចជាពុទ្ធបរិស័ទដើម្បីបានចូលរួមនៅក្នុងមេរៀនយើងនៅថ្ងៃនេះនៅក្នុងសូត្រអន្តរកសូត្រហ្នឹងដែលមានសម្ដែងនៅក្នុងបេដកថាកថាលេខ20ទំព័រ399ហ្នឹងព្រះអង្គសម្ដែងពីជីវិតព្រះពុទ្ធទាំងឡាយហ្នឹងมันបានពោលថារូបជាជីវិតទេចុះសត្វនេះបានសរីរៈនេះដែលហេតុដោយម្ដេចឆ្អឹងនឹងដុំសាច់ថ្លើមរបស់សត្វនោះបានមកពីណាចុះសត្វនេះស្ថិតក្នុងគល់ដោយម្ដេចអញ្ចឹងលោកគ្រូក៏បានរៀបរាប់ហើយថាពីរូបរាងពីដំបូងឡើងមកយើងគ្រាន់តែមានរូបតូចជាងនឹងដំណក់ទឹកទៀតពីដំបូងនោះការកកើតនៃរូបរាងដំបូងនឹងដល់ពេលសប្តាហ៍ទី4ហ្នឹងបានធំប្រព័ន្ធពងមាន់ហើយក៏ធំជាលំដាប់រហូតដល់សប្តាហ៍ទី42ហ្នឹងបានកើតបានទៅជាមានរូបរាងពេញលក្ខណៈដែលមានពណ៌5មានដៃ2ជើង2ក្បាល1នឹងជាដើមអញ្ចឹងនៅក្នុងសូត្រនេះដើម្បីសម្ដែងថានៅក្នុងកាយយើងហ្នឹងគឺมันមានសត្វมันមានបុគ្គលទេគឺមានតែនាមនិងរូបអញ្ចឹងរូបហ្នឹងរូបព្រះអង្គក៏សម្ដែងថារូបមិនមែនជាជីវិតទេរូបហ្នឹងកើតពីការធំធាត់បន្តិចម្ដងអញ្ចឹងប៉ុណ្្នឹងឯងអញ្ចឹងចាសម្រាប់នៃសេចក្តីនេះក៏កូនសិស្សចាប់បាននៃសេចក្តីបានប៉ុណ្្នឹងឯងនៅក្នុងសូត្រហ្នឹងសូមគោរពអរគុណលោកគ្រូហើយនឹងបងភក្តីចាគ្រប់ជូនកិច្ចទៅបងវិញទៀត